មុនគេថាក្រុងសម្រិទ្ធសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទសូមលើកយកនៅមុនគេថាក្រុងសម្រិទ្ធរបស់បុព្វបុរសខ្មែរយើងដែលលោកចារទុកនៅក្នុងគម្ពីរក្បួនតម្រាទាំងឡាយដើម្បីឲ្យកូនចៅជំនាន់ក្រោយបានសិក្សារៀនសូត្រនិងអភិរក្សកេរដំណែលរបស់ដូនតាហើយមុនគេថាក្រុងសម្រិទ្ធនេះផងដែរខ្ញុំបាទសូមលើកយកចំនួន3មេមកចែកជូនបងប្អូនហើយសម្រាប់អនុភាពនៅមុនគេថាក្រុងសម្រិទ្ធនេះបងប្អូនអាចប្រើប្រាស់សម្រាប់ការស្ដោះពឹសភ្លើងឬមួយក៏មនុស្សដែលកើតក្តៅខ្លួនអាការៈក្តៅខ្លួនដោយថាយើងនៅឆ្ងាយពេទ្យឆ្ងាយមន្ទីរពេទ្យឆ្ងាយមណ្ឌលសុខភាពខ្លាំងនៅក្នុងដប់ក្នុងព្រៃយើងពិបាកនឹងរកពេទ្យយើងអាចភាវនាសាកល្បងនៅមុនគេថានេះដើម្បីស្ដោះព្រោះអាគមសមអាយុណាបងប្អូនពេលខ្លះអ្នកខ្លះមិនជាដោយសារពេទ្យតែជាដោយសារមន្តអាគមខ្មែរវាទៅជាបែបហ្នឹងបងប្អូនយើងមិនជឿក៏មិនកើតដូចនេះហើយបើយើងមិនជឿកុំប្រមាទគេហៅថាអាគមសមអាយុហើយចំនួន3មេនេះផងដែរគឺមេទី3ដែលជាមេសំខាន់ជាងគេចឹងខ្ញុំបាទសូមលើកយកនៅមុនគេថានេះតែម្ដងដើម្បីកុំឲ្យខាតពេលវេលាយូរគេថានេះផងដែរមុននឹងសូត្រគឺយើងត្រូវតាំងនមោតស្សៈចំនួន3ចប់ជាមុនសិននមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនៅពេលដែលបងប្អូនតាំងនមោតស្សៈចំនួន3ចប់ហើយក៏សូមសូត្រនៅមុនគេថានេះជាមួយខ្ញុំទាំងអស់គ្នាមេទី1យើងសូត្រថាអមិលិតិលិតាំងលិតបន្ថណੰលិតាំងស្វាហៈអមិលិតិលិតាំងលិតបន្ថណੰលិតាំងស្វាហៈអមិលិតិលិតាំងលិតបន្ថណੰលិតាំងស្វាហៈចឹងបងប្អូនសូត្រចំនួន7ចប់រួចហើយចាំស្ដោះផ្លុំហើយសម្រាប់មេទី2ក៏សូត្រចំនួន7ចប់ដូចគ្នាដែលយើងសូត្រថាអមិក្រុងសង្រិទ្ធោសិទ្ធិស្វាហៈអមៈក្រុងសង្រិទ្ធោសិទ្ធិស្វាហៈអមៈក្រុងសង្រិទ្ធោសិទ្ធិស្វាហៈហើយមេទី3ដែលជាមេសំខាន់កាលដែលព្រះមហាមង្គលានទ្រង់បានយាងទៅប្រោសពួកសត្វនរកព្រះអង្គទ្រង់ភាវនានៅមុនគេថានេះដើម្បីញែកភ្លើងនរកណាបងប្អូនហើយមុនគេថានេះគឺសម្រាប់រំលត់នៅភ្លើងនរកហើយយើងសូត្រចំនួន7ចប់ដូចគ្នាវាមានអានុភាព100គុណក្នុងជាដកបានសម្ដែងថាកាលព្រះមហាមង្គលានទៅប្រោសសត្វនរកបងប្អូនធ្លាប់ឮអត់គឺព្រះអង្គសូត្រនៅមុនគេថានេះឯងនៅមុនគេថានេះយើងសូត្រថាធេរោមកគិលាណោនិរកកតាំងលោហកំហៃទិសាអគីបតិកម្មបតិធេរោមកគិលាណោនិរកកតាំងលោហកំហៃទិសាអគីបតិកម្មបតិធេរោមកគិលាណោនិរកកតាំងលោហកំហៃទិសាអគីបតិកម្មបតិចំនួនគេថានេះគឺសូត្រចំនួន7ចប់ដូចតែមុនទី1និងមុនទី2ដូចគ្នាអញ្ចឹងឯងយើងអាចប្រើប្រាស់បាន100គុណគឺមានន័យថាប្រើសម្រាប់រំលត់ភ្លើងឬមួយក៏ស្ដោះព្រោះនៅពឹសភ្លើងជាពិសេសគឺពឹសភ្លើងហើយនឹងបញ្ជានៅភ្លើងទាំងឡាយឧទាហរណ៍ថាបងប្អូននៅក្នុងព្រៃចេះបើមានអគ្គិភ័យឆាបឆេះនៅក្នុងព្រៃបងប្អូនអាចសូត្រភាវនានៅមុនគេថានេះដើម្បីបញ្ជាភ្លើងនោះហើយយើងនឹងរួចផុតពីគ្រោះមហន្តរាយនោះជាពុំខានចឹងក៏សូមអរគុណដល់ពុកម៉ែបងប្អូនដែលតែងតែតាមដាន Channel YouTube របស់ខ្ញុំបាទជាចុងបញ្ចប់ក៏សូមបងប្អូនជួយចុច Like និងចុច Subscribe ដល់ Channel YouTube របស់ខ្ញុំបាទផងបាទក្រិននឹងជាកម្លាំងចិត្តដើម្បីឲ្យខ្ញុំបាទធ្វើវីដេអូចែកជូនបងប្អូននៅមុនគេថារបស់បុព្វបុរសខ្មែរយើងបន្តទៀតសូមអរគុណ